ម៉ែនេះលុយ1លានខ្ញុំចូលគ្នាជាមួយអាបងជូនម៉ែទុកគ្រាន់ធ្វើបុណ្យល្អណាស់កូនហើយអត់ជូនពោបន្តិចទេអីម៉ែមែនវៃភ្លេចឲ្យឈឹងចាំបន្តិចម៉ែចាក់ភ្លេងសិនម៉ែជូនពោឲ្យកូនរកស៊ីមានបានធូរធារឲ្យឆាប់មានគូកុំឲ្យនៅវេទនាមានឡានមានផ្ទះជីវភាពធូរធារសត្រូវពីមុខសូមឲ្យរំលងសត្រូវពីក្រោយខ្នងសូមឲ្យคลายជាគ្នាជំងឺគ្រប់មុខសូមឲ្យឆាប់បានជាឲ្យចេះតែបានសុខបានសប្បាយទាំងអស់គ្នាថ្ងៃក្រោយមានលុយជូនម៉ែទៀតណាកូនណាហូយម៉ែជូនពោកូនណាវៃសុទ្ធតែរ៉េបទៀតលុយអត់ទាស់ហ្មងនេះចំលុយម៉ែចេះរ៉េបទៀតមិនម៉ាដាក់ពាក្យប្រឡងដល់រ៉េបភើខេម៉ូឌីហ្មងទៅលោកយាយម្នាក់នេះគាត់ឈ្មោះថាយាយប្រំប្រៃគាត់មានកូន2នាក់ដែលកូនរបស់គាត់បាននាំគ្នាចំណាក់ស្រុកទៅធ្វើការងារឯទីក្រុងអ្នកអាមិនឲ្យអង្គុយអើតលើមហ្នឹងចាំផ្លូវកូនមែនទេចាលោកបងមកអង្គុយលេងសិនមកហើយដល់ខែដល់រដូវហើយនេះមិនទាន់ឃើញកូនខ្ញុំមកទេហើយកូនលោកបងវាមកដល់ឬនៅបាទអ្នកកូនខ្ញុំវាមកដល់តាំងពីព្រឹកព្រលឹមហើយអូលឿនតើអ្នកកូនខ្ញុំមកដឹងអាម៉េចទេនេះហើយកូនអ្នកគេមានជូនលុយជូនកាក់ទុកធ្វើបុណ្យឬអត់ជូនតើអ្នកអាបងជូន100000អាប្អូនជូន100000តែលុយហ្នឹងអត់បានយកទៅធ្វើបុណ្យអីទេអ្នកអើយគ្រាន់តែសងថ្លៃស្រាលវិជ្ជពៈគេកាលពីចូលឆ្នាំគឺអស់អាលីងទៅហើយងាប់ហើយchẳngអាដែលជូនធ្វើអីទេអ្នកចាំមើលបន្តិចទៀតមើលក្រែងលោពីស្ទះផ្លូវមកមិនទាន់ដល់អូនោះវាមកដល់ល្មមម៉ែចាំយូរហើយមែនទេនេះមកពីស្ទះផ្លូវពេកហ្នឹងណាម៉ែខំតែឆ្ងល់មកព្រឹកហើយនេះកូនគេមកដល់អស់ហើយនៅឡើយតែកូនឯងឥឡូវវាមកដល់ល្មមបើមកដល់ហើយនៅជាមួយម្ដាយឯងចុះអ៊ំលាទៅផ្ទះវិញហើយចាអ៊ំហើយបើកលុយបានប្រមាណណាពីអ្នកបងប្អូនហ្នឹងហើយអត់ជូនម៉ែទុកគ្រាន់ធ្វើបុណ្យខែភ្ជុំនឹងគេទេអីហូយម៉ែគិតតែពីរឿងលុយហ្មងម៉ែគ្រាន់តែរំលឹកក្រែងពួកឯងភ្លេចនឹងណាតោះមីអូនចូលលុយគ្នាជូនម៉ែឲ្យតែម្ដងទៅម៉ែនេះលុយ1លានខ្ញុំចូលគ្នាជាមួយអាបងជូនម៉ែទុកគ្រាន់ធ្វើបុណ្យល្អណាស់កូនហើយអត់ជូនពោបន្តិចទេអីម៉ែមែនវៃភ្លេចឲ្យឈឹងចាំបន្តិចម៉ែចាក់ភ្លេងសិនម៉ែជូនពោឲ្យកូនរកស៊ីមានបានធូរធារឲ្យឆាប់មានគូកុំឲ្យនៅវេទនាមានឡានមានផ្ទះជីវភាពធូរធារសត្រូវពីមុខសូមឲ្យរំលងសត្រូវពីក្រោយខ្នងសូមឲ្យคลายជាគ្នាជំងឺគ្រប់មុខសូមឲ្យឆាប់បានជាឲ្យចេះតែបានសុខបានសប្បាយទាំងអស់គ្នាថ្ងៃក្រោយមានលុយជូនម៉ែទៀតណាកូនណាហូយម៉ែជូនពោកូនណាវៃសុទ្ធតែរ៉េបទៀតលុយអត់ទាស់ហ្មងនេះចំលុយម៉ែចេះរ៉េបទៀតមិនម៉ាដាក់ពាក្យប្រឡងដល់រ៉េបភើខេម៉ូឌីហ្មងទៅម៉ែចង់ប្រឡងតែចាំមើលរដូវកាលទី2សិនមើលម៉ែគេជូនពោកូនដូចសូត្រធម៌ឲ្យម៉ែខ្ញុំវិញចាក់ភ្លេងរ៉េបយកហ្មងម៉ែចង់ដូរស្ទាយឲ្យប្លែកហ្នឹងណាណែបានហើយពួកឯងនាំគ្នាសប្បាយចុះណាមើលមន់ទាហ្នឹងសរេសរងខ្លួនឯងទៅម៉ែទៅរៀបចំខ្លួនទៅវត្តបន្តិចបាទម៉ែអាឡូអាបឿនមកដល់ម៉ោងហើយវើយហើយដឹកស្រាមក5កេសសិនមកដាក់ឈ្មោះអញសិនទៅចាំចប់ភ្ជុំអញអ្នកសងទៀតតែឯងលើកមុនដាក់ឈ្មោះវាចុងក្រោយអញអ្នកសងអដែលលើកមុនមកពីអញអត់មានលុយហ្នឹងណាឥឡូវសេរីសិនមកចាំអញឲ្យលុយសរុបកំភៃមើលចាំតិចអញយកទៅអញ្ចឹងងាប់ហើយចាញ់គ្រាប់ដៃត្មងអស់លុយហើយនេះបានលុយអាណាតទឹកទៀតហើយយ៉ាងម៉េចនេះឈប់លេងឬក៏តទៀតឈប់លេងយ៉ាងម៉េចចាំបន្តិចសិនមើលគ្នាខុសតែខ្ចីលុយពូសិនមកភ្ជុំនេះលេងមកអស់ដៃតែម្ដងវៃអត់មានរត់ចោលគ្នាទេអាស័យហា
ស្រាហើយវើយសាច់ខ្លែមកក៏អស់ទៀតឈប់ត្រឹមនឹងឬអាម៉េចទៀតនេះអញអត់មានលុយទិញថែមទេងាប់អស់លឿនម៉េចហើយតែឲ្យអ៊ីលក់ស្រាឲ្យគាត់ដឹកមក10កេសទៀតមកហើយសាច់ខ្លែមកខ្វះអីមន់ទាម៉ែអញរត់ឡើងពេញផ្ទះចាប់តែ4 10ទៀតស៊ីណាអស់ភ្ជុំឆ្នាំនេះបើអត់ស្វឹងអញអត់ឈប់ទេវើយងាប់ហើយកូនដាក់អីក៏ដាក់យ៉ាងនេះហើយងើបរួចអត់ជូនម៉ែទៅវត្តមួយផ្លែតមើលអូយម៉ែជូនទៅណាកើតបើខ្ញុំស្វឹងហើយហ្នឹងឥឡូវនេះកំពុងតែវិលបើខ្ញុំជូនម៉ែទៅខ្លាចតែគ្រោះថ្នាក់ទេមិនបាច់ទេអញ្ចឹងចាំម៉ែទៅសួរអានៀតវិញបាទម៉ែស្រីនៀតមើលជូនម៉ែទៅវត្តសិនមើលកូនចាំមកវិញចាំលេងបន្តទៀតហើយម៉ែមកឲ្យជូនអីពេលហ្នឹងនេះកំពុងតែផ្ទុះបៀផងម៉ែឲ្យបងសីហាជូនបន្តិចទៅឲ្យវាជូនអាម៉េចកូនបើវាផឹកឡើងតុនកហើយហ្នឹងម៉ែដើរទៅមើលមុខបន្តិចមើលក្រែងលោមានអ្នកទៅវត្តម៉ែសុំគេជីជាមួយតែម្ដងទៅហើយចឹងក៏បានដែរយ៉ាប់មែនកូនអស់នេះវាមកស្រុកអាឡៃតែអញ្ចឹងអាមួយអង្គុយផឹកហើយមួយនេះវិញអង្គុយវាយបៀយ៉ាប់មែនកូនអស់នេះវើយអាចដើរទៅវត្តក៏បានដែរអ្នកហើយមិនបានជាដើរទៅវិញចុះកូនមិនឲ្យវាជូនទៅឲ្យវាជូនអាម៉េចលោកបងបើវារវល់យ៉ាងនេះអាបងជាប់ផឹកមីប្អូនជាប់វាយបៀអូកូនអ្នកឲ្យកូនខ្ញុំវាដូចតែគ្នាឯងមកឡើងម៉ូតូមកខ្ញុំជូនទៅវត្តចាលោកបងខ្ញុំអរគុណហើយណាលុះស្អែកឡើងចំអាស័យហាហើយមន់ទាម៉ែបាត់តាណាអស់ហើយខ្ញុំចាប់ដុតអស់ហើយហ្នឹងម៉ែងាប់អញហើយមន់10ហើយទា5ហើយចាប់ដុតស៊ីខ្ទេចស៊ីអស់ហើយម៉ែបើអត់អីខ្លែមផងទុកធ្វើអីងាប់ហើយអានេះអត់មានថាទុក1 2គ្រាន់ចំសោះលេងចាប់ស៊ីទាំងអស់ចឹងហ្មងហើយថ្ងៃក្រោយបានអីស៊ីទៀតចឹងតាបានព្រលឹមឡើងស្ងាត់ឲ្យជ្រាបអើយដល់ថ្ងៃឡើងទៅធ្វើការវិញនេះដូចវល់អាម៉េចទេខ្ញុំហើយមីអូននៅណាអាម៉េចមិនរត់រះរៀបចំខ្លួនទៅមីអូនដេកតន់ងើបផងម៉ែយប់មិញវាវាយបៀមកយប់ទល់ភ្លឺងាប់ហើយស្រីនៀតអើយស្រីនៀតស្រីនៀតចាម៉ែដល់ថ្ងៃទៅធ្វើការវិញហើយអាម៉េចមិនរត់រះរត់អីម៉ែខ្ញុំរៀបចំហើយតែចេញទៅមិនតាន់កើតដោយសារតែអត់លុយអាម៉េចបានអត់លុយហើយលុយប្រាក់ខែមកភ្ជុំហ្នឹងចាយអស់បានអីសោះម៉ែបើចាញ់បៀអស់ហើយហ្នឹងម៉ែឲ្យ100000សិនមកខ្ញុំ100000ដែរមកម៉ែលុយប្រាក់ខែផឹកថ្ងៃភ្ជុំអស់លីងហើយថ្ងៃដំបូងធ្វើឯងរឹកលយណាជូនម៉ែសុទ្ធតែ1 លានឥឡូវមកសុំអញវិញអត់ដែលរៀបចំខ្លួនឲ្យទៅចាំម៉ែយកលុយឲ្យម៉ែខ្ញុំទៅវិញហើយកុំភ្លេចសេរីដាក់មន់ទាឡើងវិញផងក្រែងលោវាធំតន់អ៊ំទូកម៉ែខ្ញុំទៅវិញហើយណាកូនទៅចោះណាសុខសប្បាយតាមផ្លូវសីហានិងស្រីនៀតក៏បានលាម្ដាយដើម្បីត្រឡប់ទៅធ្វើការវិញលុះស្អែកឡើងមីងអាសីហាវានៅណាមីងអាសីហាវាឡើងទៅធ្វើការវិញហើយវាទៅតាំងម្សិលមិញម៉ែហើយមានការអីមែនទេក្មួយគឺអាសីហានឹងណាវាជាពាក់ស្រាខ្ញុំ20កេសសរុបជាលុយ1 លានជាងអីចំ20កេសហើយវាអត់តន់ឲ្យលុយមានតន់ឲ្យណាមីងវាថាចាំមីងអ្នកសងហើយខ្ញុំក៏ទៅសេឈ្មោះមីងហ្មងទៅឥឡូវគិតម៉េចបើវាមិននៅមានតែមីងហ្នឹងហើយអ្នកសងចំនួនវាងាប់មិនខានទេអញអាម៉េចបានជាវាមកដាក់ឈ្មោះអញទៅវិញមីងអានេះទៅវិញនៅម្សិលមិញវាខ្ចីលុយខ្ញុំ1 លានវាថាព្រឹកសងឥឡូវបាត់វាឆឹងតែមិនលើកទេនេះខ្ញុំប្រញាប់លុយយកទៅសងគេដែរចំអាម៉េចចេះនេះអាមួយជាពាក់ស្រាអាមួយទៀតទៅខ្ចីលុយគេក្មួយចាំតិចណាចាំមីងខសួរកូនមីងសិនអាឡូអាសីហាបាទម៉ែមានការអីមែន
ណែអាលបល់យោហើយកូនឯងមិនបានទៅជាពាក់ស្រាគេហើយដាក់ឈ្មោះម៉ែអញ្ចឹងហើយស្រីនាតក៏អញ្ចឹងតែខ្ចីលុយក្មួយបឺតតែ1លានវាខ្ចីធ្វើអីវាអញសង្ស័យតែចាញ់បៀអស់ទេអូម៉ែខ្ញុំមកភ្លេចឲ្យឆឹងថាភ្លេចសងលុយថ្លៃស្រាគេម៉ែសងជំនួសខ្ញុំសិនទៅចាំបាក់លុយចាំខ្ញុំផ្ញើឲ្យម៉ែវិញហើយរឿងស្រីនាតគ្មានអីក្រៅពីចាញ់បៀទេម៉ែជួយសងជំនួសវាសិនទៅយ៉ាប់មែនអា2នាក់នេះមកលេងស្រុកជូនលុយម៉ែ1លានហើយឥឡូវអញជាពាក់គេ2លានវិញអាមួយជាពាក់ថ្លៃស្រាអាមួយទៀតខ្ចីលុយគេយកទៅវាយបៀឲ្យតែម៉ាក់ហ្នឹងឆ្នាំក្រោយមិនបាច់មកទៀតទេអូយម៉ែកុំល្អូមើចេញសងសិនទៅណាម៉ែចាំខ្ញុំសងវិញយ៉ាប់មែនអា2នាក់ឯងនេះបានហើយក្មួយទាំងពីរចាំល្ងាចទៅណាចាំមីងយកលុយទៅសងព្រោះឥឡូវមីងមិនទាន់មានទេចាមីងចាំល្ងាចក៏បានដែរមីងតែឲ្យរត់បន្តិចមកណាព្រោះខ្ញុំប្រញាប់លុយទៅទិញអីវ៉ាន់ដាក់លក់វិញចាក្មួយណែក្មួយបឺតឯងក៏អញ្ចឹងដែរណាចាំល្ងាចមីងយកលុយទៅសងអូខេមីងមិនអីទេឲ្យតែមីងថាសងតែលើកក្រោយបើវាខ្ចីខ្ញុំទៀតខ្ញុំអត់ឲ្យទេណាព្រោះវាអ្នកខ្ចីហើយឲ្យម៉ែមកសងជំនួសវិញហើយអាយ៉ាទ្រូងងាប់មិនខានទេនេះមកស្រុកម្ដងបញ្ជូនម៉ែ1លានដល់តែពេលវាឡើងទៅវិញម៉ែជាពាក់គេ2លាន